លោកថាំងវិជ្ជដាប្រធាននាយកដ្ឋានវិស្វកម្មអញ្ជើញចុះពិនិត្យជាក់ស្ដែងវឌ្ឍនភាពគម្រោងការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែនក្នុងភូមិសាស្ត្រខេត្តតាកែវដែលសម្រេចបានប្រមាណ 30% នៅថ្ងៃអង្គារទី 18 ខែវិច្ឆិកាឆ្នាំ 2025 លោកថាំងវិជ្ជដាប្រធាននាយកដ្ឋានវិស្វកម្មក្នុងនាមតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមថោជាថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមបានដឹកនាំមន្ត្រីបច្ចេកទេសក្រសួងអញ្ជើញចុះពិនិត្យជាក់ស្ដែងវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែនស្ថិតក្នុងឃុំត្រពាំងក្រញូងស្រុកត្រាំកក់ខេត្តតាកែវសូមជម្រាបថាគម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែនបានចាប់ផ្ដើមអនុវត្តការងារនៅថ្ងៃទី 6 ខែតុលាឆ្នាំ 2025 ការងារសំខាន់ៗរបស់គម្រោងរួមមាន 1. សាងសង់ទំនប់អាងទឹកប្រវែង 130 ម៉ែត្រ និង 2. សាងសង់សំណង់សិល្បកម្មសរុបចំនួន 2 កន្លែងគិតមកដល់បច្ចុប្បន្ននេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ 30% លោកថាំងវិជ្ជដាបានបញ្ជាក់ឲ្យដឹងថាការសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែនគឺក្នុងគោលបំណងស្តុកទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះលោកបានបន្ថែមថាគម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីដាំដុះដំណាំចម្ការចំនួន140ហិកតាចំនួន150ហិកតាជូនដល់បងប្អូនប្រជាកសិករប្រមាណ116គ្រួសារក្នុងភូមិត្រពាំងក្រញូងនៃឃុំត្រពាំងក្រញូងស្រុកត្រាំកក់ខេត្តតាកែវ